តាមម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធី Mr. and Me Talk Show របស់យើងសង្ឃថានឹងមានម្ចាស់ឧបត្ថម្ភថ្មីជាបន្តចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍ថ្មីនេះយើងមានតារាកយុទ្ធថ្មីអាចទីបាននេះបន្ទាប់ពីបានជួបជាមួយនឹងរូបគាត់ជួបហើយឥឡូវសូមកុំឲ្យខ្ញុំទាយព្រោះថាបើខ្ញុំទាយខ្ញុំជម្រាបបងថាខ្ញុំអត់ចេះទាយគ្រាន់តែខ្ញុំដឹងព្រោះខ្ញុំជួបគាត់ហើយមិនខ្ញុំរៀងសំណេះសំណាលមកគាត់បន្តិចដែរព្រោះគាត់ដូចពេញនិយមស្លេងព្រោះសាសនាជាពិសេសខាងតារាកិត្តិយសដែលជាបុរសខ្ញុំច្រើនតែរស់រាយទៅខាងនារីខ្ញុំទៅឲ្យហ្នឹងហើយមួយមកខាងភេទទី3អាចឡើយបាទអរគុណនៅពេលនេះសូមជួបជាមួយនឹងវត្តមានរបស់អ្នកស្រីលីនថៃហ៎និយាយព្រួសទីមើលបងតយើងបែកគ្នាយ៉ាងបែកគ្នាបានកុំបែកគ្នាអីអូនក៏មិនធ្វើអីខុសទេអត់ធ្វើខុសទៀតលេងលបែងប៉ុណ្្នឹងហើយអូនគ្រាន់តែលេងលបែងផឹកស្ដាបងប្លាយសំលៀកបំពាក់ថ្លៃនឹងមានប្រុសប៉ុណ្ណឹងសោះបាយចាក់បាយទៅកើតអូនហើយជាបើជាបងវិញអណៃគិតមកចាចាបើរឿងនេះជាបងវិញអណៃគិតមកចាតាមវាយដល់កន្លែងហ្មងតែមួយបងជាប្រុសអូនជាស្រីនេះបងគួរតែលើកលែងតើអូនបានហើយយើងបែកគ្នាបាទខ្ញុំអ្នកចិត្តខាងលេងទៅខ្ញុំនិយាយមែនប្តីពុននេះទើចាខ្ញុំគេឲ្យលោកសោះអ្នកចិត្តខាងមកមួយដែរចាហើយពីអ្នកហ្នឹងណាចាចេះដឹងឲ្យរឿងគ្រួសារគេដែរបាទដុកឲ្យគេប្តីប្រពន្ធគេលែងគ្នានេះខ្ញុំជាមនុស្សដែលចិត្តដឹងគេប៉ុន្តែផ្ទះខ្ញុំចិត្តជួយរាល់ថ្ងៃខ្ញុំចង់កូនខ្ញុំអូលែងទៅបងខ្ញុំស្គាល់ណាស្រីផ្សេងស្អាតគេចរិតល្អទៀតលែងទៅបងចាទុកទៅអីទៀតហ្នឹងបងឯងរៀងស្វាស្អាតបានប្រពន្ធមានម៉ាត់លែងចោលបើពេលតាចេញក្រៅដៃលីគេនិយាយអីចេះចូលច្រើនអត់លឺដែរហ្នឹងណាតែចេះព្រមមើលគេនឹងមិនក៏យកអញ្ចឹងមិនចឹងតែដឹងចាបានគ្នាដំបងស្គមហើយបាយសាច់ណោះចាបាយសាច់ធម្មតាទេគ្រួសារខ្ញុំគាត់ជាអ្នកប៉ះកង់សាប់កង់ដល់ពេលសាប់ខ្ញុំយីទៅខាងគីឡូហើយចាំពិតមិនមែនសំដែងនៅក្នុងបទចម្រៀងមួយដែលបងទូផ្ទាល់ហើយមួយគង់ច័ន្ទស្រីមុំចានេះគង់ប៉ុន្តែថ្ងៃនេះគឺគង់ច័ន្ទស្រីម៉ាប់គង់ច័ន្ទស្រីម៉ាប់ចាចដូរមួយគង់ច័ន្ទស្រីម៉ៅហើយនឹងជីទូតមួយគង់ច័ន្ទស្រីមឹបចាស្រីមូលហើយនាងខ្មឹបអាហ្នឹងឈ្មោះក្រៅនិយាយឈ្មោះតែនិយាយថាឈ្មោះអ្នកណាក៏ដោយឲ្យតែដាក់ K ពីមុខដឹងអាក្រក់ហ្មងចាដូចតាណាមិនណាមែនទេខ្នាចាពេលគេខឹងគេហៅខ្នាដល់ពេលបុយក្បុយដល់ពេលបង្ទូខ្ទូដល់ពេលនេះគ្លីនចាឲ្យតែ K ពីមុខឲ្យតែ K ពីមុខដល់តែសាច់ហ្មងមានច្រើនបែបណាតែមានខិខុកខអត់តែខកចឹងណាខកអត់ប្រយ័ត្នខកដល់ញ៉ាំក្រែមអីចឹងញ៉ាំមកក្រែមឈើហ្នឹងតម្លៃយើងវិទូយើងចូលចិត្តញ៉ាំក្រែមឈើមែនទេបងចាតែយើងហូបទៅហូបឡើងចាំនៅក្រែមលើខមាត់ហើយដឹងបញ្ញាប់ពេកឲ្យជាប់ថ្មិញទៀតចាជាប់អីគេថ្មិញចាមិញនេះគឺរត់មកពីប្រជុំកម្មវិធីថ្មីចាដែលនឹងចាក់ផ្សាយនៅក្នុងចាប្រហែលឆ្នាំខាងមុខទៀតលីថាអត់ចែកទេប្រជុំឲ្យអត់ចែកទេចាបងទូប្រពន្ធមកឯងសិពាក់ខ្ជូរតែមកឯងជួយរើសមែនជាមួយនឹងនិយាយរួមខ្ញុំមិនសូវហ៊ានពាក់ប៉ះពាល់ហ្មងនេះគឺពាក់ប៉ះពាល់នេះគឺតាំងពីដើមមកគឺគាត់តែឆ្នៃខ្លួនឯងរហូតចាឥឡូវនេះអោបមានអារម្មណ៍មិនសួរត្រង់បងចាដូចភ័យវិញតែប៉ុន្តែខ្ញុំដូចខ្នើយខ្យល់អញ្ចឹងចឹងមកបង្ទូចូលចិត្តអោបខ្ញុំដូចជាតបួយអញ្ចឹងដែរចានេះខ្ញុំដូចខ្នើយខ្យល់អញ្ចឹងចាពេលដែលទិញដំបងពេលដែលទិញហ្នឹងគឺថាយើងទិញយើងអត់តដកស្រោមចេញវានៅតែប៉ែតដូចនេះខ្ញុំមិនទាន់បានមានគូសកលមិនទាន់បានរៀបការអញ្ចឹងមានស្គមអញ្ចឹងទេណាដល់ពេលដូចខ្នើយអញ្ចឹងវាស្គមដែរដល់ពេលនេះខ្ញុំមានគ្រួសារទៅវាធាត់អញ្ចឹងដូចដាញ់ថាខ្នើយខ្យល់គេដកថងចេញវាធាត់អញ្ចឹងចាហើយកូនរីណាដែលចាត់ចែងកម្មវិធីយើងក៏ស្គាល់ខ្ញុំហាក់ដូចក៏ស្គាល់គេច្រើនម៉េះចាឥឡូវនេះគឺបង្ទូមួយទៀតហើយចាស្គាល់ទៀតណ៎ប៉ាបង្ទូគឺជាមេរបស់ប៉ាខ្ញុំសាឡាអូនិយាយវត្តកៅក្មេងគឺ
ខ្ញុំស្គាល់ Rolin តាំងពីក្មេងហ្មងណា ចា មិនប្រុសហ្នឹងគាត់ បាទម៉ាក់គាត់ពេទ្យហើយខ្ញុំឈឺខ្ញុំទៅចាក់ថ្នាំនៅផ្ទះគាត់រហូត អូ ហើយកាលហ្នឹង Rolin គឺច្រៀងចឹងតាំងពីក្មេងហ្មង អូ ចាឥឡូវមកអ៊ំនៅមកអ៊ំមើលបងអ៊ំនៅតែចេញចូលផ្ទះខ្ញុំទៅដែរ បាទគាត់អត់ចេះរក Rolin ប៉ុន្តែគឺដាច់ខាតខ្លាយជាកូនភាសាគាត់អត់ទេណា អត់ទេ លុយទៅបន្ទូដែរ ចឹងអត់ត្រូវលួចមើលដែរ តែមានការស្គាល់គ្នាពីទូចសួរថាមានធ្លាប់លើស្លាញ់ទូអត់និយាយអត់ភូតណាលើឆាននិយាយមែនតើ និយាយមែនតើគឺពេលនេះគឺនៅក្មេងពេក ចា កាលមួយបន្ទូគឺទូចប៉ុន្តែអត់តន់ចូលរៀននេះណា ចា ពេលចូលរៀនតែកាលណាដូចជា7 8ឆ្នាំទូចចេះទៀតបងណាទូចចាដល់ពេលហើយក៏ធំឡើងទៅយើងចេះតែមានមិត្តភក្តិច្រើនយើងបែក ទីពេលណាកាលហ្នឹង ចាកាលហ្នឹង 4 5ឆ្នាំ ស្គមកាលហ្នឹងស្គមចា ចាមិនចូលរៀនបានថាតក្រោម6ឆ្នាំអញ្ចឹង ចានេះខ្ញុំចូលរៀន5ឆ្នាំ ចា ចាកាលហ្នឹងគ្រូឲ្យដាក់លើកដៃចេះហ៎ដល់ពេលដាក់មាត់ពីក្រោយមកដល់ទៅជាផ្ទះគេឲ្យចូលរៀន កាលជួយតែជួយធ្លាក់រហូត ដើមតែធ្លាក់អេចាសំទោរៀនគឺរៀនបកាយជាងគេបងអស់នៅក្នុងថ្នាក់ ចា កាយគេ មុខជាអី នេះខ្ញុំ លូននំ ណូបកាយមែនតើឥឡូវនិយាយសាច់ការ អូ គណិតវិទ្យាអត់បកាយគីមីអត់បកាយ ចា ចាសាស័យទូ រូបវិទ្យាអត់បកាយ ចា គាត់អត់ដឹងទេខ្ញុំបកាយតែផែនដីជាមួយនឹងខ្មែរ អូ តែបកាយមិនសិស្សបកាយខ្មែរមិននិទេសអេ អេប៉ុន្តែដល់ឥឡូវអ្នកជំនាញ ចារៀនបកាយហ្នឹងមុនខ្លាយជាអ្នកជំនា កាយ ញនេះ គេ ខ្ញុំ គឺបកាយសោច នេះខ្ញុំជាអ្នកផាត់មុខ ចា ចាហើយក៏ជាអ្នកកាត់តកុំព្យូទ័រហើយ Photoshop ចា ហើយបន្ទាប់មកនេះខ្ញុំកាន់កាមេរ៉ាថតរូប ចា ចាបន្ទាប់មកនេះខ្ញុំផាត់មុខទិស័កវិញ ចា ចាបន្ទាប់មកនេះខ្ញុំធ្វើពិធីកោពិធីការនី ចា เป็นចម្រៀងចាឥឡូវ កម្ម នេះ ការ ចាឥឡូវនេះគឺកម្មវិធីថ្មីនេះខ្ញុំធ្វើគេថា assistant ចុងភៅគេហៅកូនកបិត ចាអូ ចា បាទ ហើយញ៉ែញ៉ែនេះអីគេមេចុងភៅក៏ស្អាតណាស់ ហ្នឹង ស្អាតជាងបុយទៀតណា អ្នកយ៉ាង តែនិយាយថាថ្ងៃហ្នឹងកម្មវិធី talk show យើងណាគេតារាកិត្តិយស ចាកម្មវិធី talk show ភាគច្រើនឲ្យតែខ្ញុំឡើងមកគឺតារាកិត្តិយសត្រូវគាំងច្រើនទេចា ដឹងខ្លួនហើយហើយបានជាគេមិនសូវនិយាយគេមិនចង់និយាយរហ តែនេះក្នុងទូរទស្សន៍នេះខ្ញុំស្អាតមែនឯហ្នឹងចា ខ្ជូត ក្រហមលើក្រហមក្រោមណា សិស្សមើល សមកកាមេរ៉ាចាប់ពីលើដល់ចុងជើ បា ង ទ នេះ នេះ ចាំ គឺតារាបង្ហាញម៉ូដបាទគឺសម្ភារៈរបស់គាត់គឺក្រហមលើក្រហមក្រោមអមជាមួយសាច់ដ៏ជាប់ ចាថ្ងៃនេះដូចថាពោះកាន់តែធំទៅលាអត់ចិត្តទេណា អូធាក់នៅកូនហ្នឹងអូយមកភ្លាមកុំស្ដាប់មីងសាប់មីងសាណា កូននេះដោះជើងហើយទៅក្រោម តែគាត់ដោះជើងហើយតែស្ទាបពីលើទៅមានស្នែង អត់ទីទៅក្រោមពីជើង ចាអរគុណច្រើនដល់បងជូដល់រលីនសម្រាប់សិន ណែ ណា អរគុណបងបាទអរគុណ ចានេះគ្រាន់តែជាការសម្ដែងទេយើងអត់មានបាយគ្នាទេមែនទេបងទូ នៅ មាន ទៀត ណា ចាយើងត្រូវគ្នាvớiអូនស្ថានយាថាអូន យើង កា យើងក៏មិនដែលជួបគ្នាដែរ តែអូនសន្យាថាអូននឹងកែខ្លួនអូនលែងប្រព្រឹត្តលបាយលែងញ៉ាំស្រាលែងទិញរបស់ផ្ដេសផ្ដាស់ទៀតហើយបងសន្យា តែ អូន ប្រុសអត់កាយ កែបាយ អូនធ្វើជាស្ត្រីមានផ្ទះអត់ទេយើងខ្ញុំកែទាំងអស់ចាអូខេសូមជម្រាប តែអត់កាយសម្ផស្សជាគាត់នៅមិនកើ ប៉ុណ្ណឹងយកប៉ុណ្ណឹងចាស់ឲ្យចាស់ទៅចាមានភាព ចា តា មើល យា មើល ចា ថា ឥឡូវ អូនទៅទូរស័ព្ទមួយ មើលថា ឡូគ្រប់ជើងចាំមុនណាចាក្នុងដីទៅមួយសិន ចាខ្ញុំខ្លាច តែ តែ ដល់ពេលកាយចរិតឃើញអត់ តែបើខ្ញុំខ្លាចតែប៉ាម៉ាក់បងទូនៅផ្ទះអង្គុយបាក់ចិត្តខ្លាចលើបោស្រឡាញ់កូនគាត់មែនតែនទៅគាត់ពងរើកូនភាសាផង មែនតាអត់ទេខ្ញុំភ័យជំនួសមែនតា បដៅប្រពន្ធហង អូយប្រពន្ធខ្ញុំនិយាយមែនឡើងស្ដាប់អីហ្នឹង ចាបដៅគាត់ទៅតោះ ទៅចឹងមកតា កូនស្ដាប់គាត់គឺមួយគាត់រកលុយបានច្រើន ហ្នឹងឧបករណ៍កំសាន្តដូចគេនិយាយឧបករណ៍កំសាន្តមែន ចាជាឧបករណ៍កំសាន្តដូចជាអីខ្លះដែលគាត់អាចធ្វើឲ្យ តែ សប្បាយ និយា ចិត្ត យ បា ចំ ន គឺគាត់សប្បាយចិត្តតែរហូតដល់ធ្វើកម្មវិធីសប្បាយទៅណាទៅណីអីចឹងណា ចា និយាយចំ ស្រាប់ទៅវិញគាត់ជាឧបករណ៍ នៅនិយាយចំដូច CD ចឹងណា ទីនេះ វល់រហូតមានចម្រៀងមានអីរហូត ចាអរគុណយើងនឹងជួបគ្នានៅវគ្គក្រោយជាបន្តទៀតអរគុណសម្រាប់ Inflation